អូខេជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូឃ្លីបនេះខ្ញុំធ្វើការចែករំលែកតាក់ទងជាមួយនឹង Go Asu អញ្ចឹង Go Asu នេះគឺជារូបមន្តរបស់ជប៉ុនដែលគេពេញនិយមមែនទែនគឺ Go Asu Go Asu ហ្នឹងគឺមានន័យថាទី1គឺ Seri Seton Seiso Seiketsu ហើយនឹង Shishike ចឹងនៅក្នុងរូបមន្តជប៉ុនដែលគេពេញនិយមហ្នឹងគឺដែលខ្ញុំលើកឡើងពីខាងលើមាន Seri Seton Seiso សេសកេសេសកេហើយនឹងស៊ីសកេហ្នឹងគឺវាមានលក្ខណៈពិសេសរបស់វាអញ្ចឹងមានន័យថាសេរីយើងត្រូវ organize វារៀបចំវាឲ្យស្អាតរបស់ណាដែលចាំបាច់យើងត្រូវរៀបចំបែងចែកវាបង្កើតវាឲ្យមានសណ្ដាប់ធ្នាប់របស់ណាដែលយើងគួរកបត់ចោលរបស់ណាដែលយើងគួរទុកអញ្ចឹងយើងត្រូវមាន separate next to វាគឺសេរីអញ្ចឹងសេរីវាមានសេរីសេតុនសេសូស៊ីសកេអញ្ចឹងនៅក្នុង Go S ហ្នឹងគឺសេរីគឺរៀបចំឲ្យស្អាតហើយសេតុនមានន័យថាយើងត្រូវរៀបចំឲ្យវាមានសណ្ដាប់ធ្នាប់ព្រោះយើងត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់របស់ណាទុកកន្លែងណារបស់ណានៅតែរបស់ណារក្សានៅគុណភាពខាងដើមវិញហើយទី3គឺតកតងជាមួយនឹងសេសូហ្នឹងយើងត្រូវសម្អាតវាឲ្យស្អាតឲ្យធ្វើឲ្យមាននៅសេចក្តីបរិសុទ្ធគឺដើម្បីអានឹងបានយើងត្រូវរៀបចំវាប្រដាប់ផលិតផលយើងគឺសម្អាតឲ្យស្អាតមែនទែនហើយទី4គឺអឺសេកេសឹសេកេសឹហ្នឹងគឺសំដៅទៅលើស្តង់ដាយើងត្រូវរៀបចំខាងពីខាងលើដែលរៀបរាប់មិញវាមានសេរីសេតុនសេសូទាំង3ហ្នឹងយើងយកវាមករក្សាឲ្យមាននៅគុណភាពគឺឲ្យវាមាននៅស្តង់ដាយើងយកខាងលើ3មិញហ្នឹងគឺយកសេរីសេតុនសេសូហ្នឹងគឺយកមករក្សាវាឲ្យមាននៅស្តង់ដាបន្ទាប់ពីមាននៅស្តង់ដាហើយវាអត់ទាន់គ្រប់ទេមាន4ខាងលើហើយយើងត្រូវមាននៅវិន័យ discipline យើងត្រូវមានវិន័យដើម្បីវិន័យហ្នឹងគឺដើម្បីអីគឺដើម្បីធ្វើឲ្យយើងធ្វើ go as ហ្នឹងឲ្យវាទៅជាទម្លាប់យកអា4ខាងលើយកវាធ្វើប្រចាំដើម្បីឲ្យវាជាទម្លាប់រក្សានៅឲ្យវាមាននៅ sustainable ដើម្បីឲ្យវាមាននៅនិរន្តរភាពឲ្យបានយូរអង្វែងយើងឃើញហើយក្រុមហ៊ុនជប៉ុនភាគច្រើនគឺមានយូរមែនតើអាយុកាលវាគឺយូរអង្វែងគឺគេប្រើរบบមុន go as ហ្នឹងទី1គឺ series seton seso se គេសឹកហើយនឹងស៊ីសកេចុងក្រោយហ្នឹងគឺលក្ខណៈវាគឺអញ្ចឹងបញ្ជាក់មកវិញថា Go Ice ហ្នឹងទី1គេរៀបចំបង្កើតវាឲ្យស្អាតទី2គឺមានសណ្ដាប់ធ្នាប់ហើយទី3គឺសេចក្តីស្អាតបរិសុទ្ធរបស់វានឹងហើយទី4គឺធ្វើឲ្យវាស្តង់ដាដើម្បីស្តង់ដាយើងត្រូវមានវិន័យអញ្ចឹងសំណួរសួរទៀតថាតើហេតុអីបានខ្ញុំលើកឡើង Go Ice ហ្នឹងដើម្បីធ្វើជាការចែករំលែកអញ្ចឹងនៅក្នុងរូបមន្តនៃមួយវាសិតតែមានអត្ថប្រយោជន៍ benefit ភាសាជប៉ុនគេហៅថា merito ហ្នឹងគឺ benefit ហើយគឺប្រយោជន៍ឬក៏ rieki ហ្នឹងគឺផលចំណេញឬក៏ប្រយោជន៍ដូចគ្នាអញ្ចឹងនៅក្នុងទី1ប្រយោជន៍នៃការសិក្សានៅរូបមន្ត Go Ice ហ្នឹងគឺទី1ធ្វើឲ្យយើងមាននៅការអភិវឌ្ឍផ្នែកសុវត្ថិភាពគឺ improve safety ហ្នឹងគឺអភិវឌ្ឍផ្នែកសុវត្ថិភាពហើយទី2គឺធ្វើឲ្យយើងមាននៅធ្វើឲ្យមាននៅគ្រឿងដែលយើងប្រើប្រាស់បរិក្ខារដែលយើងប្រើនោះគឺវាមាននៅគុណភាពខ្ពស់គេហៅថា quiet equipment variable នោះគឺវាធ្វើឲ្យរបស់ដែលយើងប្រើប្រាស់វាមាននៅគុណភាពខ្ពស់មែនទែនហើយមួយទៀតគឺវាធ្វើឲ្យអត្រានៃការខ្វះខាតរបស់យើងមានចន្លោះខ្វះខាតតិចតួចមែនទែនដោយសារតែយើងប្រើនៅ Go Ice នឹងដើម្បីបំពេញតម្រូវវាហើយបន្តមកទៀតយើងកាត់បន្ថយនៅតម្លៃកាត់បន្ថយនៅការចំណាយរបស់យើងអញ្ចឹងបានគេប្រើ Go Ice ហ្នឹងរបស់ណាដែលអាចទុកប្រើបានគេទុកសិនគេប្រើតទៅអស់ថ្លៃអស់សាច់បានគេកវត្តចោលអញ្ចឹងគឺប្រយោជន៍នៃ Go Ice ហ្នឹងគឺលក្ខណៈអញ្ចឹងហើយបន្តមកទៀតធ្វើឲ្យផលិតផលរបស់យើងហ្នឹងគឺវាមាននៅគុណភាពខ្ពស់ហើយមានគុណភាពខ្ពស់ហើយវាប្រសើរមាននៅការកើនឡើងគុណភាពខ្ពស់បន្តិចទៅធ្វើឲ្យគុណភាពរបស់យើងគឺប្រសើរលក្ខណៈប្រយោជន៍នៃ Go Ice គឺអញ្ចឹងហើយមួយទៀតគឺធ្វើឲ្យមានការអភិវឌ្ឍផ្នែកទឹកចិត្តបុគ្គលិកយើងគឺមាននៅកម្លាំង
ធ្វើការគឺគេហៅថា improve employee moral ចឹង moral ហ្នឹងគឺទឹកចិត្តបើ morality គឺសីលធម៌ប៉ុន្តែដើម្បីឲ្យដំណើរការ go as នឹងបានគាត់មាន moral ហ្នឹងគឺទឹកចិត្តនៃបុគ្គលិកមាននៅទឹកចិត្តធ្វើការពួកអីធនធានមនុស្សនៃការធ្វើការហ្នឹងគឺវាពិសេសមែនទែនបើសិនបើធនធានគាត់អត់មាននៅទឹកចិត្តទេផលិតផលនៃល្បឿននៃការងារក៏វាអត់ប្រសើរដែរអញ្ចឹងប្រយោជន៍គឺលក្ខណៈអញ្ចឹងហើយមួយទៀតគឺតាក់ទងជាមួយនឹងអត្ថប្រើវាឲ្យទៅជាប្រយោជន៍ប្រើវាទៅជាប្រយោជន៍ឲ្យវាកាន់តែប្រសើរឡើងអញ្ចឹងដែលអង់គ្លេសគេថា the better asset អញ្ចឹងធ្វើឲ្យ asset នេះគឺទ្រព្យឬប្រយោជន៍របស់យើងឲ្យវាប្រសើរឡើងដើម្បីឲ្យទ្រព្យយើងប្រសើរយើងត្រូវសហគ្រិនសហគ្រាសឬក៏មេនឹងត្រូវមាននៅការ toleration ការអធ្យាស្រ័យជាមួយនឹងអីគេជាមួយនឹងទី1គឺអតិថិជនហើយទី2គឺអ្នកផ្គត់ផ្គង់ supply ហើយទី3ជាមួយនឹងបុគ្គលិកឬក៏កូនចៅហ្នឹងហើយអញ្ចឹងមានន័យថា Go as ហ្នឹងគឺវាមានប្រយោជន៍ច្រើនជាងនោះទៀតនេះគ្រាន់តែជាការរៀបរាប់ខ្លះៗដែលខ្ញុំធ្លាប់បានរៀនសូត្រតាក់ទងជាមួយនឹងពាក្យ Go as ពីជនជាតិជប៉ុនខ្លះទៅពីលោកគ្រូអ្នកគ្រូជាច្រើនដែលគាត់តែងតែនិយាយ Go as ហ្នឹងប៉ុន្តែនៅពេលដែលជប៉ុនគេនិយាយគេអត់និយាយទាំង5ហ្នឹងគេនិយាយ2 3តែគេតែងតែនិយាយនៅ Go as ហ្នឹងគឺ Seri Seton Seso Segesu ហើយនឹង Shisuke ហ្នឹងគឺវាមានសារៈសំខាន់អញ្ចឹងខ្ញុំគិតថាវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងហើយសូមអរគុណនិងជម្រាបលា